បាទសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាទៀតហើយនៅ Channel Phani បង្រៀនភាសាថ្ងៃនេះផងដែរខ្ញុំនឹងលើកយកពាក្យ Hajiman ដែលប្រើប្រាស់ជាញឹកញាប់ហើយ Hajiman នេះដែរគឺយើងប្រើនៅពេលដែលមានសកម្មភាពពីរហើយផ្ទុយគ្នាអញ្ចឹងប៉ះយើងមើលឧទាហរណ៍ជាក់ស្ដែងម្ដងទៅ Khi con heo Hajiman ពេលឆានណាយោខ្ញុំហត់ប៉ុន្តែខ្ញុំមិនអីទេបាទអញ្ចឹងសកម្មភាពពីរហើយផ្ទុយគ្នាអញ្ចឹងបន្តទៀត Mani Mokasayo Hajiman Heko Payo ខ្ញុំញ៉ាំច្រើនហើយប៉ុន្តែខ្ញុំនៅតែឃ្លានបាទអញ្ចឹងអាហ្នឹងគឺសកម្មភាពពីរហើយផ្ទុយគ្នាពេលបន្ត Hika Bayo Hajiman Nakaya Heo លៀងហើយប៉ុន្តែខ្ញុំត្រូវតែចេញទៅបាទសកម្មភាពពីរជាកាតព្វកិច្ចឲ្យត្រូវចេញទៅអូខេអញ្ចឹងប្រយោគបន្តSikane Apsoyo Hajiman Kok Hea Heo ខ្ញុំគ្មានពេលទេប៉ុន្តែចាំបាច់ត្រូវតែធ្វើវាបាទអញ្ចឹងគឺវាសកម្មភាពទីផ្ទុយគ្នាដូចនេះSayo Hajiman Ye Tuji Anayo Ye Thao ប៉ុន្តែវាមិនស្អាតទេបាទអញ្ចឹងដូចគ្នាសកម្មភាពទីផ្ទុយគ្នាបន្តទៀត Olayo Wayo Hajiman Hoki Anheyo វាពិបាកប៉ុន្តែខ្ញុំមិនបោះបង់ទេបាទអញ្ចឹងវាសកម្មភាពទីផ្ទុយគ្នាអញ្ចឹងយើងបន្តទៀត Chuayo Hajiman Nomu Kisayo វាល្អប៉ុន្តែវាថ្លៃពេកអញ្ចឹងគឺឲ្យតែសកម្មភាពពីរគឺយើងប្រើ Hajiman អូខេ Arayo Hajiman Malmut Heo ខ្ញុំដឹងប៉ុន្តែខ្ញុំមិនអាចនិយាយបានទេអូខេអញ្ចឹងបន្តទៀត Fokosipoyo Hajiman Katsu Apsoyo ខ្ញុំចង់ជួបឬក៏ចង់មើលប៉ុន្តែខ្ញុំមិនអាចទៅបានទេវាជាសកម្មភាពពីរចង់ទៅប៉ុន្តែមិនអាចទៅបានអញ្ចឹងយើងប្រើ Hajiman ដូចគ្នាអញ្ចឹង Chuayo Hajiman Kon Nil Kasayo ត្រជាក់ហើយប៉ុន្តែខ្ញុំបានបើកម៉ាស៊ីនត្រជាក់អញ្ចឹងសកម្មភាពពីរដូចគ្នាមានន័យថាមិនត្រជាក់ហើយប៉ុន្តែយើងនៅតែបើកម៉ាស៊ីនត្រជាក់ទៀតអញ្ចឹងយើងមានប៉ុណ្ណឹងឯងមានចម្ងល់បងប្អូនអាច comment សួរបានឬក៏អាចឆាតសួរខ្ញុំតាម Telegram តាមរយៈ088 360 5960បាទអរគុណបាយបាយ